សាច់រឿងចាប់ផ្ដើមដោយបង្ហាញពីតួអង្គឯកម្នាក់មានឈ្មោះថា Lin Fang ដែលជាអ្នកឆ្លងភពមកកាន់ពិភពលោកមួយនេះនៅក្នុងជីវិតទី2នេះគាត់បានចំណាយពេល50ឆ្នាំតស៊ូពីជីវិតក្រីក្រម្នាក់រហូតក្លាយទៅជាមហាគ្រូដែលជាតំណែងខ្ពស់បំផុតនៅក្នុងប្រទេសសួនដ៏អស្ចារ្យនៅក្នុងថ្ងៃខួបកំណើតរបស់គាត់មានអំណាចលើសលប់ក្នុងពិភពលោកមួយនេះមានស្រីបម្រើឆ្វេងស្ដាំនិងមានមន្ត្រីច្រើនមកគោរពគាត់គិតថាជីវិតនេះគឺជោគជ័យបំផុតហើយគ្មានអ្វីចង់បានទៀតនោះទេនៅពាក់កណ្ដាលពិធីជប់លៀងនៃខួបកំណើតរបស់គាត់សេចក្តីសុខរបស់គាត់ត្រូវបានកាត់ផ្ដាច់ដោយលេចឡើងនៅបាតុភូតដ៏ចម្លែកនៅលើមេឃមនុស្សគ្រប់គ្នាស្មានថាប្រផ្នូលល្អក៏ប៉ុន្តែតាមពិតគឺវាគឺជាការប្រយុទ្ធរវាងអ្នកតាំងសិលពីររូបដែលខ្លាំងក្លាបំផុតដែលពួកគេនៅក្នុងពិធីជប់លៀងបានជួបប្រទះអ្នកតាំងសិលទាំងពីររូបនោះមានដូចជាសុងស៊ីនិងហុងពួកគេកំពុងដណ្ដើមគ្នាវត្ថុទិព្វមួយដែលមានឈ្មោះថាគម្ពីរបង្កើតភ្នូរគម្ពីរដែលអ្នកតាំងសិលទាំងពីររូបនោះដណ្ដើមគ្នាចង់បានវាអាចបន្តជីវិតរបស់អ្នកតាំងសិលបន្តទៅមុខទៀតដូចនេះហើយទើបពួកគេបានដណ្ដើមគ្នារហូតដល់ពិភពលោករបស់មនុស្សកម្លាំងរបស់អ្នកតាំងសិលកំពុងប្រយុទ្ធគ្នានៅលើមេឃវាអស្ចារ្យខ្លាំងលើសលប់ពីមនុស្សធម្មតាអាចយល់បានលិនហ្វាងចំណាយពេលពេញមួយជីវិតដើម្បីស្វែងរកនៅផ្លូវទៅកាន់អ្នកតាំងសិលប៉ុន្តែគេរកមិនឃើញនោះទេរហូតដល់គាត់ចាស់ទៅហើយទើបអ្នកតាំងសិលលេចចេញមកក៏ប៉ុន្តែការលេចចេញមករបស់ពួកគេនាំមកនូវសេចក្តីមហន្តរាយដល់ទីក្រុងទាំងមូលការប្រយុទ្ធគ្នារបស់អ្នកតាំងសិលបានបំផ្លាញទីក្រុងសៀងជីងស្ទើរទាំងអស់ផ្ទះសម្បែងបែកបាក់សាកសពពេញដីលិនហ្វាងរងរបួសធ្ងន់ហើយអ្វីដែលគាត់ឈឺចាប់បំផុតនោះគឺប្រពន្ធនិងកូនរបស់គាត់ដែលបានស្លាប់បាត់បង់ជីវិតទៅហើយក្នុងកំណរបាក់បែកនោះគាត់បានសោចដោយទឹកភ្នែកព្រោះអំណាចដែលគាត់សន្សំមករយៈពេល50ឆ្នាំគឺគ្មានន័យអ្វីទាំងអស់នៅចំពោះមុខអ្នកតាំងសិលនៅពេលដែលគាត់ចិត្តអស់សង្ឃឹមទៅហើយលិនហ្វាបានបញ្ចេញកំណត់ទ្របម្យ៉ាងដែលគេហៅឈ្មោះវាថា Hanjing វាគឺជាប្រព័ន្ធដែលយើងឃើញដូចទៅនឹងម៉ាំងប៉ាដតីដូចគ្នាដែរកំណត់ទ្របដែលគាត់បញ្ចេញនេះក៏ទទួលបានពីជីវិតទី1របស់គាត់នៅក្នុងជីវិតទី1គាត់គឺជាអ្នកចំនួនធម្មតាម្នាក់ដែលស្លាប់ដោយសារជំងឺចាស់ជរាសមត្ថភាពរបស់ Hanjing វាអាចធ្វើឲ្យការពិតខ្លាចជាការបំភាន់ឬការបំភាន់ខ្លាចទៅជាការពិតវាអនុញ្ញាតឲ្យគាត់ត្រឡប់ទៅកាន់ចំណុចចាប់ផ្ដើមដែលអាចហៅម្យ៉ាងទៀតថា reset នៃជីវិតរបស់គាត់វិញបានគ្រប់ពេលវេលានៅពេលដែលគាត់ប្រើប្រាស់ធម៌ពលពេញលេញរបស់វាទោះបីជាអាច reset បានភ្លាមក៏ដោយក៏ប៉ុន្តែ Lin Fang មិនទាន់ធ្វើវានោះទេគាត់បានរងចាំអស់រយៈពេលជាច្រើនខែដើម្បីស៊ើបអង្កេតរកដំណឹងអំពីអ្នកតាំងសិលទាំងពីររូបនោះនៅក្នុងកំណរបែកបាក់ក៏ប៉ុន្តែរកមិនឃើញអ្វីទាំងអស់លិនប៉ាងសម្រេចចិត្តដំណើរការហាន់ស៊ីងដើម្បីត្រឡប់ទៅកាន់ឆ្នាំដំបូងដែលគាត់ឆ្លងមកកាន់ពិភពលោកនេះវិញគាត់ចងចាំឈ្មោះហ៊ុនស៊ីងនិងហុងទុកក្នុងចិត្តយ៉ាងច្បាស់គាត់បានប្រាជ្ញាចិត្តថាក្នុងជីវិតបន្ទាប់គឺជាជីវិតទី3នេះគាត់មិនមែនចង់បានត្រឹមតែទ្រព្យសម្បត្តិនិងអំណាចក្នុងពិភពលោកមួយនេះនោះទេក៏ប៉ុន្តែគាត់នឹងប្រមាញ់អ្នកតាំងសិលនិងស្វែងរកផ្លូវដើម្បីក្លាយទៅជាអ្នកតាំងសិលដោយខ្លួនឯងនៅក្នុងជីវិតបន្ទាប់របស់លិនហ្វាគាត់បានប្រើប្រាស់នៅសមត្ថភាពធ្វើត្រាប់តាមជីវិតដើម្បីរស់នៅក្នុងជីវិតជាមនុស្សសាមញ្ញក្នុងអាណាចក្រសួនដ៏អស្ចារ្យនៅឆ្នាំទី1រហូតដល់ឆ្នាំទី10ដែលគាត់បានត្រឡប់ពេលវេលាលិនប៉ាងបានប្រឡងជាប់ជាមន្ត្រីជាន់ខ្ពស់ហើយបានកសាងទំនាក់ទំនងជាមួយនឹងម្ចាស់ស្ត្រីគាត់បានប្រើប្រាស់ចំណេះដឹងពីអតីតជាតិដើម្បីឡើងបុណ្យស័ក្តិយ៉ាងលឿននៅឆ្នាំទី15ដល់ឆ្នាំទី30គាត់បានក្លាយទៅជាអ្នកមានអំណាចបំផុតក្នុងរាជវង្សរហូតដល់ថ្នាក់រាស្ត្រសាមញ្ញស្គាល់តែឈ្មោះគាត់ក៏ប៉ុន្តែមិនស្គាល់ឈ្មោះស្ដេចគាត់មានស្រីស្នំនិងអំណាចពេញដៃក៏ប៉ុន្តែអ្វីទាំងអស់នេះគ្រាន់តែជាសុភមង្គលបែបមនុស្សជាតិប៉ុណ្ណោះរហូតដល់ឆ្នាំទី50សមត្ថភាពរបស់លិនហ្វាងបានបំផ្លាញនៅពេលដែលអ្នកតាំងសិលទាំងពីររូបនោះបានចុះពីលើមេឃហើយបំផ្លាញទីក្រុងសៀងជីស្ទើរទាំងស្រុងក្នុងពេលប្រយុទ្ធគ្នាលិនហ្វាស្ទើរតែបាត់បង់ជីវិតទៅហើយការធ្វើតាមក៏បានបញ្ចប់ប្រព័ន្ធបានផ្ដល់ជម្រើស4ឲ្យគាត់ដើម្បីរក្សាទុកសម្រាប់ជីវិតពិតជម្រើសទី1ប្រព័ន្ធបាននិយាយថា
រក្សាវត្ថុក្នុងជីវិតមុនរបស់គាត់ជំរើសទី2រក្សាកម្រិតធម៌ពលក៏ប៉ុន្តែធម៌ពលអ្វីទៅព្រោះគាត់ជាមនុស្សសាមញ្ញណាស់ជំរើសទី3រក្សាការចងចាំរបស់គាត់នៅក្នុងជីវិតមុននៅជំរើសចុងក្រោយបាត់បង់ជំរើសខាងលើទាំងអស់ដើម្បីបង្កើតលបឿនសាកធម៌ពលប្រព័ន្ធលីនហ្វាងបានសម្រេចចិត្តរើសយកជំរើសទី4ព្រោះគាត់ត្រូវការធម៌ពលរបស់ប្រព័ន្ធដើម្បីការពារជីវិតពិតរបស់គាត់បានយល់ថាទោះបីជាគាត់មានអំណាចជាមនុស្សសាមញ្ញខ្លាំងប៉ុណ្ណាក៏ដោយក៏ប៉ុន្តែគាត់មិនអាចទប់ទល់ជាមួយនឹងពួកអ្នកតាំងសិលបាននៅដែរគាត់មានអារម្មណ៍ថាជីវិតជាមនុស្សសាមញ្ញគឺសាបដូចទឹកគោលដៅរបស់គាត់គឺរៀនអំពីអាថ៌កំបាំងនៃពពួកអ្នកតាំងសិលទាំងពីររូបនោះឲ្យបាននៅក្នុងជីវិតបន្ទាប់របស់លីនហ្វាងជាថ្មីលីនហ្វាងលែងធ្វើជាមនុស្សល្អដូចមុនទៀតហើយនៅឆ្នាំទី4ដល់ឆ្នាំទី5គាត់បានរកមនុស្សដើម្បីវះកាត់កែសម្ផស្សមុខមាត់របស់គាត់ឲ្យដូចទៅនឹងព្រះអង្គម្ចាស់រួចហើយសម្រាប់គ្រួសារព្រះអង្គម្ចាស់ពិតចោលទាំងអស់ដើម្បីដាក់មនុស្សរបស់គាត់ជំនួសវិញហើយគាត់បានគ្រប់គ្រងរាជវង្សទាំងមូលពីក្រោយខ្នងហើយបានបញ្ជាឲ្យពួកគេស្វែងរកនៅអវិជ្ជាដែលជាកន្លែងពពួកអ្នកតាំងសិលបានចេញមកមិនយូរមិនឆាប់កងទ័ពរបស់គាត់បានរកឃើញនៅអវិជ្ជានោះទីក្រុងដ៏អស្ចារ្យដែលអណ្ដែតលើមេឃនិងមានសត្វចម្លែកហោះហើរក៏ប៉ុន្តែពួកគេមិនអាចចុះបាននោះឡើយព្រោះមានខ្យល់អាស្ទ័របក់ខ្លាំងពេកនៅក្នុងឆ្នាំទី50ក្នុងជីវិតថ្មីលីនហ្វាងបានរៀបចំកងទ័ពនិងអាវុធទំនើបដូចជាកាំភ្លើងដែលគាត់បានផលិតនិងរងចាំនៅទីក្រុងសៀងជីពពួកអ្នកតាំងសិលដែលលីនហ្វាងមានគំនុំបានលេចខ្លួនទាំងពីររូបនោះនិងបានប្រយុទ្ធគ្នាយ៉ាងសាហាវដោយការពីជីវិតមុនរបស់គាត់នៅពេលដែលពួកអ្នកតាំងសិលទាំងពីររូបនោះកំពុងភ្លេចខ្លួនប្រយុទ្ធគ្នាលីនហ្វាងបានបញ្ជាកងទ័ពឲ្យបាញ់រះដាក់ពពួកអ្នកតាំងសិលទាំងពីរនោះដើម្បីសាកល្បងថាតើអាវុធរបស់មនុស្សអាចសម្លាប់ពពួកអ្នកតាំងសិលបានដែរឬទេនិងដណ្ដើមយកគម្ពីរដែលពពួកអ្នកតាំងសិលទាំងពីររូបនោះកំពុងប្រយុទ្ធគ្នាដណ្ដើម